ចាសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះដែរភ្ជាប់ជាមួយនឹងរូបថតមេដាបេដានេះពីសញ្ញាហ្នឹងដែលជាគំរូតាំងដែលរចនាគាត់ឲ្យចម្លាក់ហ្នឹងសូនឡើងបែបហ្នឹងហើយសម្រាប់ចម្លាក់នេះដែរគឺរូបថតហ្នឹងរចនាក៏មិនដឹងបានមកពីណាយកមកសែនឲ្យខ្ញុំមើលអញ្ចឹងហើយខ្ញុំយករូបហ្នឹងដើរតាមសួរតំបន់កន្លែងជាងចម្លាក់ជាច្រើនហើយតម្លៃមួយអង្គក្នុង1ម៉ែត្រកន្លះគឺថ្លៃមែនទែនដល់ពេលថ្លៃពេកអញ្ចឹងធ្វើឲ្យខ្ញុំអត់ទាន់មានសមត្ថភាពនឹងកំងនឹងចម្លាក់ឡើងហើយតែសារតែពេលហ្នឹងលុយដែលយើងសំបានអត់ទាន់បានដល់ពាក់កណ្ដាលហ្នឹងលុយកក់ផងអញ្ចឹងប្រហែលជាត្រូវប្រើពេលវេលាយូរពេកយូរទៀតអញ្ចឹងហើយខ្ញុំបានព្យាយាមចរចាឲ្យរចនាហើយខ្ញុំឲ្យធុកលាមាត់លាកខ្ញុំនិយាយថាខ្ញុំបានត្រឹមតែចាប់ដើមរៀបចំចាក់ដីធ្វើសួនបដាហើយការចម្លាក់រូបនឹងចំណាយពេលច្រើនខែហើយអត់ទាន់មានសមត្ថភាពនឹងសាងសង់ហើយអញ្ចឹងខ្ញុំអត់ទាន់ដឹងថាអាចកំណត់នឹងមានលុយសាងសង់ឡើងឆ្នាំហ្នឹងឬឆ្នាំក្រោយទេព្រោះថាពេលតាមសួរចម្លាក់ហ្នឹងគឺថ្លៃមែនទែនថ្លៃលើសពីអ្វីដែលខ្ញុំរំពឹងគិតអញ្ចឹងប៉ុន្តែសម្រាប់បងប្អូននៅក្នុង TikTok បើគាត់តាមដានវីដេអូនេះហើយបើគាត់ស្គាល់ជាងចម្លាក់ឬបងខាងចម្លាក់នឹងសូនរូបគាត់បានមើលវីដេអូនេះដែរសូមជួយ comment ផ្ដល់ដំណឹងឲ្យខ្ញុំផងហើយខ្ញុំចង់ដឹងអំពីទំហំប៉ុនរូបខាងលើដែលខ្ញុំបានដាក់បង្ហាញហ្នឹងតែអស់តម្លៃប្រហែលក្នុង1ម៉ែត្រកន្លះអញ្ចឹងយើងអត់ហ៊ានយកធំពេកព្រោះត្រឹមតែ1ម៉ែត្រកន្លះហ្នឹងគឺតម្លៃថ្លៃមែនតើអញ្ចឹងបើសិនជាបងខាងចម្លាក់ឬក៏បងប្អូនមួយចំនួនក៏ស្គាល់អញ្ចឹងជួយណែនាំខ្ញុំផងហើយជួយ comment ប្រាប់ដំណឹងដល់ខ្ញុំខាងក្រោមហ្នឹងផងហើយសម្រាប់បងខ្ញុំវិញគឺឥឡូវហ្នឹងគឺគាត់សុខទុក្ខធម្មតាទេសម្រាប់បងប្អូនមួយចំនួនដែលឆាប់មកសួរសុខទុក្ខនឹងចង់ដឹងពីសុខទុក្ខគាត់នៅសមាធិអញ្ចឹងមួយថ្ងៃក៏សមាធិ2ដងអញ្ចឹងម្ដង2-3ម៉ោងអញ្ចឹងទៅតែពេលល្ងាចរៀងយូរបន្តិចអញ្ចឹងហើយសម្រាប់រឿងសូនរូបនិងចម្លាក់រូបនេះគឺខ្ញុំអត់ទាន់គិតថានឹងអាចមានសមត្ថភាពព្រោះចម្លាក់នៃការសូនរូបគឺអស់ថ្លៃមែនតើខ្ញុំក៏បានសួរអំពីការចម្លាក់ពីស្ពាន់ពីថ្មពីឈើគឺសួរទាំងអស់ហើយគឺតម្លៃខុសគ្នាបន្តិចទេតែតម្លៃខ្ពស់មែនតើរាប់ពាន់ដុល្លារមកខុសពីការយើងរំពឹងទុកអញ្ចឹងហើយឥឡូវហ្នឹងជាក់ស្ដែងគឺយើងមានបច្ច័យតិចបំផុតមិនទាន់ដល់ពាក់កណ្ដាលបានកក់ផងព្រោះបើគេចម្លាក់ឲ្យយើង2ខែជាងគេត្រូវការយកប្រាក់កក់មុនអញ្ចឹងតែឥឡូវវាអត់ទាន់មានសមត្ថភាពអញ្ចឹងការរឿងដំណើរនៃការរៀបចំនៅសូនរូបនឹងតម្កល់ព្រះអង្គនៅលើដីនឹងប្រហែលជាត្រូវប្រើពេលវេលាហើយបើសិនជាមាននិស្ស័យនឹងអាចរៀបចំមែនសង្ឃឹមថាអាចសម្រេចនៅប្រការណាមួយនៅថ្ងៃណាមួយតែមិនដឹងថាលឿននឹងឆាប់តែប៉ុណ្្នឹងឯង